សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនតួអក្សរ J បាទអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទអញ្ចឹងតួអក្សរ J របៀបសរសេរនោះគឺចាប់ដើមដោយផ្លែស្ទូចហ្នឹងចាប់ដើមពីការគូបទៅទឹកពីលើមកខាងក្រោមបន្តមកទៀតកោងផ្នែកខាងក្រោមឡើងទៅលើបាទហើយមួយទៀតគឺយើងដាក់សក់ពីលើបាទហើយចំពោះតួអក្សរ J តូចវិញគឺដូចគ្នាបាទធ្វើដោយតួអក្សរ J ធំហ្នឹងប៉ុន្តែយកទំហំរឹងតូចបន្តិចបាទគូពីលើហើយរឹងកោងបន្តិចមកហើយចុចក៏បានដាក់សញ្ញាដោយលេខ0ឬក៏រង្វង់តូចក៏បានដាក់នៅផ្នែកខាងលើនេះបាទអញ្ចឹងយើងបានតួអក្សរ J តូចបាទអញ្ចឹងចំពោះការអាននិងសរសេរវិញការអាននៅបញ្ចេញសំឡេងវិញគឺតួអក្សរនេះគឺអានថា J J បាទអញ្ចឹងសំឡេងតួអក្សរ J គឺចច J ចបាទឧទាហរណ៍ដូចជាពាក្យ jam 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 ប្រែដំណាប់បាទពាក្យមួយទៀតគឺពាក្យ jet jet បាទ ch at jet បាទយល់ហៅចម្បាំងមិនបាទមួយទៀតគឺពាក្យ juice បាទ ch u s juice បាទប្រែថាទឹកផ្លែឈើបាទ ch juice បាទមួយទៀតគឺ job job បាទយើងប្រកបវិញ ch ob job បាទជាងសរុបឡើងវិញពាក្យ4យើងមិញគឺ jam ch am jam jet ch at jet juice ch use juice job ch ob job បាទអញ្ចឹងមេរៀនតួអក្សរ J របស់យើងបានចប់ហើយអញ្ចឹងសរុបឡើងវិញតួអក្សរ J សំឡេង ch បាទអញ្ចឹងកុំភ្លេចតាមដានវីដេអូបន្ទាប់គឺតួអក្សរ K